ស្វាគមន៍មកកាន់ podcast មហាជនឬ Citizen Podcast ដោយវត្តមានថ្ងៃនេះនាងខ្ញុំពុទ្ធិរីខ្ញុំបានមករានឹងចូលខ្លួនមកលើកយកប្រធានបទដែលកំពុងចាប់អារម្មណ៍ខ្លាំងណាពុទ្ធិរីដូចយើងបានដឹងមហាជនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងកំពុងចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើព័ត៌មាននិងស្ថានភាពវិវត្តថ្មីនៅតំបន់ព្រំដែននិយាយឲ្យចំទៅគឺជាពិសេសតែម្ដងនៅឯតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យណាពុទ្ធិរីបានដឹងពីការវិវត្តថ្មីស្ថានភាពថ្មីយ៉ាងម៉េចខ្លះសម្រាប់ស្ថានភាពថ្មីពាក់ព័ន្ធទៅនឹងជំវិញទៅនឹងបញ្ហាព្រំដែននៅពេលបច្ចុប្បន្នយើងសង្កេតឃើញថាមានភាពវិជ្ជមានប្រសើរឡើងជាមុនច្រើនដោយការពិភាក្សាថ្មីនេះនៅថ្ងៃសម្ពោធពលានយន្តហោះថ្មីអន្តរជាតិតេជោចាសម្ដេចធិបតីលោកក៏បានលើកឡើងជំវិញទៅនឹងគោលការណ៍មួយចំនួនរបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយទៅលើបញ្ហាវិវាទព្រំដែនដែលកំពុងតែក្តៅកគុកនេះដោយក្នុងនោះលោកក៏បានលើកឡើងនៅអភិក្រមទាំង3ចាមាន3គឺទី1ទប់ស្កាត់ការរីករាលដាលនៃវិវាទហ្នឹងចាទី2ព្យាយាមដោះស្រាយបញ្ហានៅនឹងកន្លែងមិនព្យាយាមរីកដាលទៅកន្លែងផ្សេងទេទី3ស្ដារស្ថានភាពឡើងវិញចាឲ្យប្រសើរឡើងអញ្ចឹងយើងឃើញថាអភិក្រមទាំង3របស់រាជរដ្ឋាភិបាលចំពោះយន្តការនេះគឺពិតជាមានភាពល្អប្រសើរមែនទែនចាដែលអ្វីที่ខ្ញុំចាប់អារម្មណ៍ពុទ្ធិរីបាននិយាយទៅអភិក្រម3ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពេលថ្មីនេះជាការបង្ហាញទៅដល់ប្រជាពលរដ្ឋខ្មែរមហាជនខ្មែរឲ្យកាន់តែយល់ច្បាស់ឲ្យគាត់បានដឹងថាតើរាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់យន្តការយុទ្ធសាស្ត្រវិធីសាស្ត្របែបម៉េចមិនមែននៅស្ងប់ស្ងាត់ហើយអត់មានយន្តការក្នុងការរៀបចំធ្វើទេណាយើងនៅតែគិតគូរខ្ពស់គាត់ថាយើងមានភាពចាស់ទុំហើយតាមរយៈអភិក្រមដោះស្រាយនេះអញ្ចឹងយន្តការទាំង3ឬអាចនិយាយបានថាអភិក្រម3ដែលសម្ដេចធិបតីបានលើកឡើងនេះខ្ញុំគិតថាមានអត្ថន័យខ្លាំងមែនទែនដើម្បីជ្រាបកាន់តែច្បាស់ទៀតថាអភិក្រមទាំង3ហ្នឹងវាមានអត្ថន័យយ៉ាងម៉េចឥឡូវយើងមានវីដេអូខ្លីសិនទស្សនាវីដេអូសិនបាទខ្ញុំគ្រាន់តែអាចជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅអភិក្រមមួយចំនួននៃការគិតគូររបស់រាជរដ្ឋាភិបាលអភិក្រមរបស់យើងឧទាហរណ៍ជាក់ស្ដែងបើវាផ្ទុះអាវុធនៅព្រំដែននៅថ្ងៃ24ខែកក្កដាឆ្នាំ2025នេះអតិភិបធំបំផុតកុំឲ្យវារីកបើណែកុំឲ្យវាយគ្នាបើវារីកនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារតំបន់អានសេះតំបន់តាមាន់តាកបីសុំកុំឲ្យរីកទៅដល់ខេត្តទៅដល់ស្រុកផ្សេងទៀតមកទូទាំងខេត្តយើងត្រូវធ្វើម៉េចទប់វានៅកន្លែងហ្នឹងកុំឲ្យវារៀលទៅតាមបណ្ដោយព្រំដែនគ្រប់តែកន្លែងអាហ្នឹងអភិក្រមទី1ដែលត្រូវធ្វើបន្ទាត់ទី2កន្លែងណាដែលកើតហេតុនោះព្យាយាមដោះស្រាយឲ្យអស់លទ្ធភាពគ្រប់មធ្យោបាយដើម្បីយើងព្យាយាមកាត់បន្ថយហានិភ័យនិងការបាត់បង់វាយគ្នាថ្ងៃ24យើងស្ងាត់យើងមិនបានចេញអីច្រើនចេញមកបកស្រាយស្អីក្រសួងការពារជាតិមានផ្សាយស្ថានភាពតាមផ្លូវការតាមអីខ្ញុំសម្ដេចតេជោយើងមិនចេញមកបកស្រាយឲ្យញ៉ៃពីការទុកភារកិច្ចឲ្យក្រសួងស្ថាប័នជូនដំណឹងប្រជាពលរដ្ឋចុះព្រោះតាម Facebook វាមានច្រើនប៉ុន្តែសួរថាតើយើងធ្វើអីយើងនៅដេកអេសពោះឬមួយក៏យ៉ាងម៉េចអត់ទេរកគ្រប់មធ្យោបាយដើម្បីបញ្ចប់ការវាយគ្នាកុំឲ្យវាខ្ទេចច្រើនពេក5ថ្ងៃស្លាប់ប្រមាណរបួសប្រមាណរាប់សែនអ្នកត្រូវធ្វើចលៀសអញ្ចឹងគោលដៅអភិក្រមនេះគឺយើងបានអនុវត្តធ្វើយ៉ាងណាឲ្យមានបទចម្បាញ់យើងមានថ្ងៃ28ហើយព្យាយាមទប់យ៉ាងណាមកដល់ថ្ងៃនេះកុំឲ្យវាផ្ទុះក្រោយថ្ងៃ28តទៅទៀតហើយទី3ស្ដារស្ថានភាពឡើងវិញគឺធ្វើយ៉ាងណាដើម្បីស្ថានភាពចំនួននេះវាចប់បើន័យថាយើងចរចាបទចម្បាញ់យើងប្រជុំ JBC យើង GBC យើង RBC ធ្វើការជាមួយគ្នាប្រតិកលាគ្នាទៅនិយាយគ្នាបើសិនជាស្ថានភាពនៅតានតឹងជេរគ្នាទៅវិញទៅមកអត់មានពេលទៅនិយាយគ្នាគឺគ្មានអីក្រៅពីតានតឹងតឹងធូបអញ្ចឹងយើងបន្តធ្វើសកម្មភាពនេះបានបងប្អូនឃើញថាជាធម្មតា RBC គេប្រជុំ GBC ប្រជុំមួយឆ្នាំម្ដងប៉ុន្តែដោយស្ថានភាពនេះយើងត្រូវជួបប្រជុំជាញឹកញាប់ដើម្បីបញ្ចប់ការតំណែងមានរឿងអីត្រូវដោះស្រាយជាមួយគ្នាពលផលប៉ះពាល់មិនមែនអ្នកនៅតាម Facebook ទេខ្ញុំឃើញបងប្អូនខ្លះនៅអាមេរិកអីស្រេចវាយទៅណែអ្នកប៉ះពាល់អ្នកនោះរាប់ម៉ឺនអ្នកអត់ទាន់បានទៅផ្ទះផងនៅតាកបី
នៅដេកហាលភ្លៀងនៅវត្តពោធិ៍5000ជនភៀសខ្សិតក្មេងប្រមាណនេះអត់បានរៀនសំបីនៅខាងថៃប្រជាជននៅព្រំដែនហ្នឹងគាត់ថាធុញតែឥឡូវមិនដឹងយ៉ាងម៉េចធៀមតែប្រវិចរត់អញ្ចឹងយើងធ្វើយ៉ាងណាស្ដារឡើងវិញខ្ញុំយល់ពីអារម្មណ៍បងប្អូនខ្លះដល់ថាខឹងពេកបំបាច់បងផ្ដាច់100ឆ្នាំប៉ិនសួរថាផ្ដាច់100ឆ្នាំបានបងប្អូននៅអាមេរិកបងប្អូននៅភ្នំពេញតែបើស្ថានភាពវានៅតឹងរៀបតែប្រវិចរត់នេះ100ឆ្នាំទៀតតើយ៉ាងម៉េចសម្រាប់មេដឹកនាំរាជរដ្ឋាភិបាលយើងត្រូវមើលទស្សនវិជ្ជាឲ្យសំខាន់អញ្ចឹងសភាពការដែលកើតនេះគឺយើងអភិក្រមទី1ទប់កុំឲ្យវារីកទី2ព្យាយាមដោះស្រាយនៅនឹងកន្លែងដើម្បីបញ្ចប់វាកាត់បន្ថយការបាត់បង់អាយុជីវិតរបួសស្លាប់បំផ្លាញទ្រព្យសម្បត្តិទាំងទាហានទាំងប្រជាជនហើយទី3រកស្ដារសភាពការឡើងវិញហើយនេះគឺវាចូលទៅក្នុងអភិក្រមនៃការបញ្ចប់ចំនួនចាបន្ទាប់ពីបានទស្សនានៅវីដេអូឃ្លីបពាក់ព័ន្ធទៅនឹងប្រសាសន៍របស់សម្ដេចធិបតីចានាយករដ្ឋមន្ត្រីនៃកម្ពុជាយើងលោកបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងអភិក្រមទាំង3ហើយថាបងយល់ឃើញយ៉ាងណាចំពោះប្រសាសន៍របស់សម្ដេចបាទអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងដែលយើងលើកឡើងមុនពេលយើងទស្សនាវីដេអូណាអភិក្រមទាំង3នេះបានបង្ហាញយ៉ាងច្បាស់ណាស់អំពីភាពចាស់ទុំភាពនឹងអត់ធ្មត់របស់រាជរដ្ឋាភិបាលកម្ពុជាក៏ប៉ុន្តែមិនមែនបានន័យថាយើងអត់មានវិធានការអត់មានយន្តការក្នុងការដោះស្រាយចំនួនឬក៏វិវាទព្រំដែននេះទេមិនមែនស្ងៀមទេមិនមែនស្ងៀមទេគ្រាន់តែថាយើងដោះស្រាយទៅតាមផ្លូវច្បាប់ទៅតាមកិច្ចការទូតទៅតាមលក្ខណៈគេហៅថាបែបអន្តរជាតិបែបផ្លូវការបាទអ្វីដែលខ្ញុំចាប់អារម្មណ៍បន្ថែមប្រសាសន៍របស់សម្ដេចធិបតីក៏បានលើកឡើងដែរជាការពិតណាស់ប្រជាជាតិណាមួយក៏ដោយប្រទេសណាមួយក៏ដោយជាពិសេសប្រជាជនណាមួយក៏ដោយគឺត្រូវការសន្តិភាពមែនទេពុទ្ធរីជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅព្រំដែនតាមបន្ទាត់ព្រំដែនបាទគឺខ្ញុំគិតថាពាក្យសន្តិភាពនេះយើងអាចនិយាយបានខ្លីតែមានអត្ថន័យវែងឆ្ងាយស៊ីជម្រៅខ្លាំងមែនទែនពីព្រោះបើសិនជាយើងមានព្រំដែនសន្តិភាពរវាងគ្នានឹងគ្នាប្រទេសជិតខាងគឺគេហៅថាមានទំនាក់ទំនងល្អមួយគ្នាណាមានផលប្រយោជន៍ច្រើនណាស់ទៅវិញទៅមកដែលយើងធ្លាប់ដឹងហ្នឹងណាពេលដែលអត់មានសង្គ្រាមគឺយើងមានទំនាក់ទំនងផលប្រយោជន៍ល្អគ្នាទៅវិញទៅមកចាអញ្ចឹងគឺអ្វីដែលប្រជាពលរដ្ឋខ្មែររាជរដ្ឋាភិបាលខ្មែរចង់ឃើញគឺបង្កើតព្រំដែនសន្តិភាពនេះឲ្យវារក្សាបានយូរអង្វែងមិនអញ្ចឹងព្រោះយើងត្រូវនៅរស់នៅមួយគ្នាបន្តទៀតច្រើនឆ្នាំទៅទៀតបងមិនមែនតែប៉ុណ្ណឹងតជំនាន់កូនចៅយើងច្រើនជំនាន់ទៅទៀតចាធម្មតានៅពេលដែលដូចប្រសាសន៍របស់សម្ដេចតេជោដែលលោកបានលើកឡើងកាលពីមុនក៏ដោយលោកក៏មានប្រសាសន៍ថាមានអ្នកចិត្តខាងល្អហើយអ្នកចិត្តខាងដែលត្រូវគ្នាដូចមានមាសអញ្ចឹងបាទចាអានោះគឺសំខាន់បំផុតហើយមិនថាដូចយើងបានឃើញហើយប្រសាសន៍របស់សម្ដេចធិបតីមិញក៏លោកមានប្រសាសន៍ដែរមែនទេថានៅពេលដែលយើងមានបញ្ហាអញ្ចឹងទៅបងប្អូនដែលជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនហ្នឹងគាត់ទៅរស់នៅតាមកន្លែងជំរកជនភៀសសឹកគាត់ពិបាកទាំងសងខាងមិនមែនពិបាកតែកម្ពុជាទេសូម្បីតែខាងភាគីថៃក៏គាត់ត្រៀមតែវិច្ចប្រវត្តិនឹងរត់ដែរព្រោះខ្លាចការបាញ់គ្នាចាអញ្ចឹងទេយើងក៏ចាប់អារម្មណ៍ដែរតាមរយៈអភិក្រមទាំង3ដែលសម្ដេចធិបតីបានលើកឡើងឥឡូវនេះគឺបានបង្ហាញជាសមិទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់គឺកត់សម្គាល់បែបម៉េចគឺនៅពេលថ្មីនេះតាមរយៈកិច្ចប្រជុំចតុភាគីនៅប្រទេសម៉ាឡេស៊ីដែលមានសហរដ្ឋអាមេរិកចូលមកជាអន្តរាគមន៍ឬសម្របសម្រួលហ្នឹងគឺលទ្ធផលវិជ្ជមានល្អខ្លាំងដែលខ្ញុំអាចនិយាយបានថាជាអ្វីដែលជាការរំពឹងរបស់ប្រជាជនមហាជនខ្មែរយើងចង់បានដូចគ្នាដែលសារតែក្នុងហ្នឹងមានចំណុចល្អច្រើនហើយគឺនឹងអាចឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅប្រទេសម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាខាងមុខនេះហើយហើយកិច្ចប្រជុំកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះណានឹងមានលោកប្រធានាធិបតីដូណាល់ត្រាំបានន័យថាជាអ្នកអន្តរាគមន៍សម្របសម្រួលចុះហត្ថលេខាក្នុងឯកសារនិយាយទៅប្រៀបដូចជាសាក្សីនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនឹងអញ្ចឹងចាហ្នឹងហើយអញ្ចឹងយើងឃើញថា20នៅសល់តែប្រហែលមិនប្រហែលថ្ងៃទៀតទេអញ្ចឹងយើងរំពឹងខ្ពស់សង្ឃឹមខ្ពស់ថាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលមានសហរដ្ឋអាមេរិកចូលមកសម្របសម្រួលនេះណានឹងផ្ដល់ជាការអត្ថប្រយោជន៍ទាំងសងខាងហើយអ្វីសម្រាប់ប្រជាជនខ្មែរយើងហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតមិញចាប់អារម្មណ៍ត្រង់ចំណុចថា
រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ខ្មែរយើងនេះលោកបានលើកឡើងឲ្យថាតាមរយៈកិច្ចប្រជុំចតុភាគីនេះណាហើយនឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពនេះគឺអ្វីដែលយើងរងចាំគឺភាគីថៃនឹងដោះលែងវីរៈកងទ័ព18រូបរបស់ខ្មែរយើងមកវិញចាដែលយើងរងចាំអស់រយៈពេលច្រើនថ្ងៃមកហើយដែលពួកគាត់បានចាប់ខ្លួនទៅក្រោយចាមានកិច្ចព្រមព្រៀងបត់ឈប់បាញ់បានមួយថ្ងៃចាដូច្នេះប្រជាពលរដ្ឋមិនថាគ្រួសាររបស់បងពូវីរៈកងទ័ពទេសូម្បីតែយើងជាប្រជាពលរដ្ឋធម្មតាមិនជាប់សាច់ញាតិក៏យើងរងចាំវត្តមានរបស់ពួកគាត់ត្រឡប់មកមាតុប្រទេសវិញដែរចាអញ្ចឹងដើម្បីឲ្យជ្រាបកាន់តែច្បាស់ចាយើងសូមទស្សនាវីដេអូឃ្លីបមួយដែលមានការបញ្ជាក់បង្ហាញពីឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមទស្សនាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះហើយជាក្នុងនាមជាប្រធានអាស៊ានដោយមានការសម្របសម្រួលជួយបញ្ចុះបញ្ចូលពីខាងភាគីអាមេរិកបាទអញ្ចឹងជាកិច្ចប្រជុំចតុភាគីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជាអ្នកសម្របសម្រួលដែលអ្នកជាអ្នកជួយបញ្ចុះបញ្ចូលឲ្យមានការចរចាគ្នារវាងកម្ពុជានិងថៃពាក់ព័ន្ធនឹងឯកសារមួយដែលឯកសារនេះឯចាត់ទុកថាជាឈ្មោះវាគេហៅថាជាសេចក្តីថ្លែងការណ៍រួមប៉ុន្តែវាជាឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពមួយរវាងកម្ពុជាហើយនិងថៃបាទយើងក៏បានឯកភាពគ្នានៅក្នុងឯកសារនេះថាក្រៅពីកិច្ចការងារទាំងអស់នេះគឺខាងភាគីថៃនឹងដោះលែងដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនតាំងពីមួយថ្ងៃក្រោយបាត់ឈប់បាញ់ចូលជាធរមានដែរហើយអញ្ចឹងក៏មានវិធានការមួយចំនួនទៀតដែលចែងនៅក្នុងហ្នឹងជាពិសេសការដោះស្រាយតំបន់ព្រំដែនដោយសន្តិវិធីការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាចំនួនផ្សេងហើយក៏ជាអាសាជាថ្មីនៅការបដិញ្ញាចិត្តរៀងខ្លួនទាំងសងខាងនេះគឺដើម្បីធ្វើយ៉ាងម៉េចឲ្យរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ពួកកម្ពុជានិងថៃមិនអាចឬដីទៅនៅកន្លែងផ្សេងបានទេយើងនៅជាយើងជាអ្នកជិតខាងពីអតីតកាលយើងជាអ្នកជិតខាងបច្ចុប្បន្នកាលហើយទៅអនាគតកាលច្រើនរយឆ្នាំពាន់ឆ្នាំក៏មិនដឹងតទៅមុខទៀតក៏យើងនៅតែជាអ្នកជិតខាងជាមួយគ្នាអញ្ចឹងយើងមានការទទួលខុសត្រូវនេះរួមគ្នាក្នុងការស្ដារនៅតំណែងតំណងប្រកបដោយភាពឡើងវិញរវាងប្រទេសយើងទាំងពីរនាំមកដល់សន្តិភាពនិងវិបលភាពសម្រាប់ប្រទេសក៏ដូចជាសម្រាប់ផលប្រយោជន៍នៃប្រជាជនយើងទាំងពីរដែរគ្មានអ្នកណាស្គាល់តម្លៃសន្តិភាពជាងកម្ពុជាទេគ្មានអ្នកណាដែលខិតខំការពារសន្តិភាពជាងកម្ពុជានោះទេពីព្រោះយើងធ្លាប់រងទុក្ខវេទនាដោយសារសង្គ្រាមដោយសារការបំផ្លិចផ្លាញ់យ៉ាងច្រើនហើយយ៉ាងហើយបានកម្ពុជាបានចាត់ទុកថាសន្តិភាពគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសម្រាប់ប្រទេសយើងបន្ទាប់ពីបានទស្សនាវីដេអូបញ្ជាក់របស់អាដាមប្រាក់សុខុនតើពុទ្ធរីបានមើលឃើញចំណុចសំខាន់អ្វីខ្លះជារួមត្រឡប់មកវិញបន្ទាប់ពីខ្ញុំបានទស្សនានៅវីដេអូនេះខ្ញុំចាប់អារម្មណ៍ឃើញថារវាងកម្ពុជាចាកម្ដៅរវាងកម្ពុជាជាមួយនឹងថៃមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានកិច្ចប្រជុំចតុភាគីហើយចាហើយមួយវិញទៀតអ្វីដែលប្រជាពលរដ្ឋយើងរំពឹងទុកខ្លាំងក៏ដូចជារាជរដ្ឋាភិបាលរំពឹងខ្លាំងដែរនោះគឺបន្ទាប់ពីមានការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពហើយនេះនៅខែតុលាខាងមុខនេះចាយើងនឹងមានការដោះលែងវីរៈកងទ័ពត្រឡប់មកប្រទេសកម្ពុជាវិញដោយអត់មានការពជាពេលអីទេចាប៉ុន្តែយ៉ាងណាមិញតកតងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពមានអត្ថន័យបែបណាទៀតឬមួយក៏មានចំហរបស់រាជរដ្ឋាភិបាលបែបណាទៀតនោះបងមកក្រាអាចដឹងខ្លះបន្ថែមទៀតទេថាតើ
កម្ពុជានឹងមានចំហបែបណាទៀតនៅក្នុងការចុះកិច្ចព្រមព្រៀងនេះបាទជាការពិតណាស់អញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលគ្រោងនឹងចុះហត្ថលេខានៅកិច្ចប្រជុំកំពូលអាស៊ាននេះយើងបានដឹងហើយថាចំណុចសំខាន់គឺអ្វីដែលយើងកត់សម្គាល់ខ្លាំងមិញហ្នឹងគឺរឿងដោះលែងវីរៈកងទ័ព16រូបក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍ចំណុចមួយដែលសម្ដេចអធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងបណ្ដាញសង្គមជាផ្លូវការពាក់ព័ន្ធបញ្យលឲ្យកាន់តែលម្អិតបន្ថែមទៀតដល់សាធារណជនមហាជនកុំឲ្យមានការសង្ស័យដែលនៅក្នុងអត្តន័យខ្លឹមសារនេះខ្ញុំសូមអានតែម្ដងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាក្នុងកិច្ចប្រជុំទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធទៅនឹងទឹកដីឬព្រំដែនក៏មិនមែនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេនៅក្នុងខ្លឹមសារនេះក៏បញ្ជាក់បន្ថែមដែរថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃដែលហៅកាត់ថា JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសកម្ពុជានិងថៃផងដែរសរុបដោយខ្លីមកវិញសម្ដេចអធិបតីក៏បានបញ្ជាក់ទៅដល់ជនរួមជាតិផងដែរទី1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខនេះដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេទី2រាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរអញ្ចឹងពុទ្ធរីឃើញថាសម្ដេចអធិបតីបានបញ្ជាក់បន្ថែមពីចំហណាពីលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលត្រូវបាននឹងត្រូវចុះហត្ថលេខានៅពេលខាងមុខដោយសារតែមានមហាជនមួយចំនួននៅតែមានការសង្ស័យថាខ្លាចថាកិច្ចព្រមព្រៀងហ្នឹងគឺជាការព្រមព្រៀងកាត់ទឹកដីអីដែលឲ្យភាគីថៃអីចឹងទៅអញ្ចឹងគឺក្នុងខ្លឹមសារដែលខ្ញុំបានអានបាញ់មិញគឺបញ្ជាក់យ៉ាងច្បាស់ហើយចាពីចំហរបស់រដ្ឋាភិបាលកម្ពុជាចានៅក្នុងការរក្សាដែនអធិបតេយ្យភាពរបស់ខ្លួនចាមិនមែនមានន័យថាពេលដែលបន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពហើយយើងត្រូវកាត់ប៉ុណ្នេះឲ្យគេអត់មានទេចាគ្រាន់តែថាយើងចុះកិច្ចព្រមព្រៀងហ្នឹងគឺมันមានការបាញ់គ្នាបន្តទៀតប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតបានចាដោយសន្តិភាពចាព្រោះត្រូវការបំផុតគឺប្រជាពលរដ្ឋត្រូវការសន្តិភាពចាហើយបន្ថែមពីនេះផងដែរខ្ញុំក៏ចាប់អារម្មណ៍ឃើញថារាជរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ជំហរបន្ថែមទៀតពាក់ព័ន្ធទៅនឹងស្ថានភាពនៅតំបន់ព្រំដែនហើយជាពិសេសនិយាយចំតែម្ដងគឺនៅឯភូមិជោគជ័យភូមិព្រៃច័ន្ទនោះណាដែលកន្លងមកត្រូវបានរំខានឬក៏ទទួលរងនៅការប្រព្រឹត្តទង្វើឬសកម្មភាពដែលវាហួសហេតុរំលោភសិទ្ធិមនុស្សយើងនិយាយចំទៅទាំងអស់នេះក៏វាអាចថានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះក៏មិនអាចបញ្ជាក់បានថាយើងអាចនៅស្ងប់ស្ងាត់ឬក៏មិនតបតទៅក្នុងសកម្មភាពទាំងអស់នោះផងដែរប្រសិនណាបើករណីដែលភាគីថៃនៅតែបន្តទង្វើសកម្មភាពដែលរំលោភសិទ្ធិមនុស្សនៅតំបន់ព្រំដែនឬចូលមកកាន់ប្រទេសកម្ពុជាឬមកលើប្រជាជនកម្ពុជាភាគីកម្ពុជានៅតែមានសិទ្ធិនៅក្នុងការទប់ស្កាត់និងប្តឹងទៅកាន់អន្តរជាតិគ្នាបាទចាអញ្ចឹងសរុបមកវិញយើងឃើញថាសម្រាប់ព័ត៌មានស្ថានភាពដែលយើងទទួលបានចុងក្រោយនេះគឺជារឿងល្អសម្រាប់ប្រជាជនចាល្អប្រសើរមែនតើនិយាយទៅមិនថាប្រជាជនគេបងគឺមានសន្តិភាពឡើងវិញមានន័យថាអ្វីដែលយើងចង់ឃើញគឺប្រទេសមួយមានសន្តិភាពជាពិសេសគឺការរស់នៅជាប់គ្នាគឺយើងត្រូវការបំផុតអ្នកជិតខាងដែលយល់ពីគ្នាទៅវិញទៅមកហើយដោះស្រាយតាមសន្តិវិធីចាបាទអញ្ចឹងទេឥឡូវអ្វីដែលយើងបានទទួលព័ត៌មានពីស្ថានភាពតថភាពជាក់ស្ដែងបច្ចុប្បន្នភាពពីតំបន់ព្រំដែនក៏ដូចជាការវិវត្តថ្មីរវាងកម្ពុជានិងថៃផងដែរយើងសរុបមកវិញយើងឃើញថាវាអាចមានភាពល្អប្រសើរច្រើនហើយយើងក៏រំពឹងថាភាពល្អប្រសើរនេះនឹងវិវត្តកាន់តែល្អពីមួយជំហានទៅមួយជំហានរហូតដល់ការរក្សាឬក៏ត្រឡប់ទៅកាន់ព្រំដែនសន្តិភាពរវាងគ្នានឹងគ្នាឡើងវិញបាទអញ្ចឹងទេបើសិនជាមានមតិយោបល់បន្ថែមពីបងប្អូ
អូនមហាជនទស្សនិកជនក៏សូមផ្ដល់ជាមតិយោបល់តាមរយៈ podcast មហាជនរបស់យើងផងដែរដូច្នេះពីប្រធានបទរបស់យើងក្នុងសប្តាហ៍នេះយើងឃើញថាបានផ្ដល់ជូនមកបន្តផងដែរបើសិនជាបងប្អូនអាចចូលរួមជាមតិយោបល់ក៏សូមផ្ដល់នៅក្នុង comment ហើយអ្វីដែលសំខាន់ប្រិមិត្តមហាជនកុំភ្លេចចុច follow page មហាជនឬក៏ subscribe YouTube មហាជនដើម្បីទទួលបានព័ត៌មានក៏ដូចជាទស្សនានៅ podcast មហាជនរបស់យើងថ្មីបន្តទៀតពីកម្មវិធីរបស់យើងខ្ញុំបាទមករា នេះខ្ញុំពុទ្ធរីសូមអរគុណសូមគោរពលា